សូមជូនរឿងខ្មោចដើមចេកជ្វាកាលពីយូរលង់ណាស់មកហើយនៅក្នុងភូមិតូចមួយដែលសន្ធិដ្ឋនៅក្បែរព្រៃធំមានដើមចេកជ្វាមួយដើមដុះនៅចុងស្រែដើមចេកនោះមានទំហំខុសពីធម្មតាស្លឹករបស់វាបៃតងខ្មៅហើយនៅពេលយប់តែងតែឮសំឡេងស្លឹករវើរវាយទោះបីជាគ្មានខ្យល់បក់ក៏ដោយអ្នកភូមិជាច្រើននិយាយតគ្នាថាដើមចេកជ្វានោះមានខ្មោចស្នាក់នៅពេលយប់ជ្រៅគេតែងឃើញស្ត្រីម្នាក់ស្លៀកពាក់សសក់វែងទម្លាក់ដល់ចង្កេះឈរនៅពីក្រោមដើមចេកហើយបាត់ខ្លួនទៅវិញភ្លាមដោយសារតែរឿងនេះគ្មាននរណាម្នាក់ហ៊ានដើរកាត់ទីនោះនៅពេលយប់ឡើយនៅក្នុងភូមិនោះមានយុវជនម្នាក់ឈ្មោះសុខាគាត់ជាមនុស្សក្លាហានហើយមិនសូវជឿរឿងខ្មោចទេថ្ងៃមួយពេលកំពុងអង្គុយជជែកជាមួយអ្នកភូមិចាស់សុខាបានឮពួកគេនិយាយអំពីខ្មោចដើមចេកជ្វាគាត់ក៏សើចហើយនិយាយថាខ្ញុំមិនជឿថាមានខ្មោចទេប្រហែលជាមនុស្សណាម្នាក់ចង់បន្លាចអ្នកភូមិប៉ុណ្ណោះចាស់ក្នុងភូមិក៏ប្រមានគេថាកុំមើលស្រាលមនុស្សជាច្រើនដែលនៅក្បែរដើមចេកនោះពេលយប់ត្រឡប់មកវិញទាំងភ័យទាំងញ័រហើយខ្លះឈឺរហូតដល់ស្លាប់ក៏មានតែសុខាមិនខ្វល់ទេគាត់សម្រេចគិតថានៅយប់ថ្ងៃសិលខាងមុខគាត់នឹងទៅបង្ហាញឲ្យអ្នកភូមិឃើញថាគ្មានខ្មោចអ្វីឡើយពេលយប់មកដល់ព្រះច័ន្ទពេញវងបញ្ចេញពន្លឺស្រអាប់នៅលើវាលស្រែសុខាកាន់ចង្កៀងនិងកាំបិតតូចមួយដើរចេញពីផ្ទះតែម្នាក់ឯងសំឡេងចង្រិតយំនិងសត្វយប់ផ្សេងធ្វើឲ្យបរិយាកាសកាន់តែស្ងប់ស្ងាត់គួរឲ្យខ្លាចនៅពេលគាត់ទៅដល់ដើមចេកជ្វាស្រាប់តែមានខ្យល់ត្រជាក់មួយបក់មកកាន់ខ្នងសុខាមើលជុំវិញប៉ុន្តែមិនឃើញអ្វីទេគាត់ក៏អង្គុយចាំនៅក្រោមដើមចេកដើម្បីបង្ហាញថាគ្មានអ្វីកើតឡើងរំពេចបានបន្តិចស្រាប់តែឮសំឡេងស្ត្រីយំស្រែកសោកសៅលាន់មកពីចម្ងាយសំឡេងនោះកាន់តែខិតជិតមកដល់សុខាចាប់ផ្ដើមមានអារម្មណ៍ភ័យប៉ុន្តែគាត់នៅតែរឹងមាំភ្លាមនោះគាត់បានឃើញស្រមោលស្ត្រីម្នាក់ឈរពីក្រោយដើមចេកស្លៀកពាក់សសក់វែងក្របមុខសុខាស្រែកសួរថាអ្នកណានៅទីនោះស្ត្រីនោះមិនឆ្លើយតបទេនាងគ្រាន់តែបង្វិលក្បាលយឺតពេលសុខាលើកចង្កៀងបំភ្លឺគាត់ស្ទើរតែសន្លប់ព្រោះមុខរបស់នាងស្លេកស្លាំងភ្នែកក្រហមដូចភ្លើងហើយជើងមិនប៉ះដីឡើយសុខាព្យាយាមរត់តែជើងរបស់គាត់ធ្ងន់ដូចមានអ្វីមួយចាប់ទាញស្ត្រីនោះនិយាយដោយសំឡេងខ្សាកថាហេតុអ្វីបានជាអ្នកមករំខានខ្ញុំសុខាភ័យញ័រទាំងខ្លួនហើយសួរវិញថាអ្នកជានរណាខ្មោចស្ត្រីនោះ
បានប្រាប់ថាកាលពីច្រើនឆ្នាំមុននាងជាកូនស្រីអ្នកភូមិម្នាក់នាងត្រូវបានគេលបួងយកមកសម្លាប់នៅក្បែរដើមចេកនេះហើយសាកសពនាងត្រូវបានកប់ដោយគ្មាននរណាដឹងព្រលឹងរបស់នាងមិនអាចទៅចាប់ជាតិថ្មីបានព្រោះគ្មាននរណាជួយធ្វើបុណ្យឧទ្ទិសឲ្យនាងបន្ទាប់ពីឮរឿងនេះសុខាមានចិត្តអាណិតគាត់បានសន្យាថានឹងជួយស្វែងរកការពិតនិងធ្វើបុណ្យឲ្យនាងព្រឹកឡើងសុខាបានប្រាប់អ្នកភូមិអំពីហេតុការណ៍ដែលគាត់បានជួបដំបូងគ្មាននរណាជឿទេប៉ុន្តែក្រោយមកពួកគេបាននាំគ្នាទៅជីកកន្លែងដែលខ្មោចបានប្រាប់ពិតជាមានឆ្អឹងមនុស្សកប់នៅទីនោះមែនអ្នកភូមិបាននាំគ្នារៀបចំពិធីបុណ្យតាមប្រពៃណីដើម្បីឧទ្ទិសកុសលដល់វិញ្ញាណនាងក្រោយពីពិធីបុណ្យចប់ចាប់តាំងពីពេលនោះមកគ្មាននរណាឃើញខ្មោចស្ត្រីនៅក្រោមដើមចេកជ្វាទៀតឡើយដើមចេកជ្វាដែលធ្លាប់តែគួរឲ្យខ្លាចក៏ខ្លាចទៅជាកន្លែងធម្មតាវិញអ្នកភូមិជឿថាវិញ្ញាណនាងបានទទួលសេចក្តីសុខហើយបានទៅកាន់ទីសំគួររបស់នាងបាត់ទៅហើយតម្លៃអប់រំនៅក្នុងរឿងនេះកុំមើលងាយរឿងដែលយើងមិនទាន់ដឹងច្បាស់ហើយត្រូវមានចិត្តមេត្តានិងជួយអ្នកដទៃទោះបីជាពួកគេនៅក្នុងស្ថានភាពណាក៏ដោយសូមអរគុណសម្រាប់ការស្ដាប់ការនិទានរឿងរបស់ខ្ញុំកុំភ្លេចជួយចុច Subscribe និងចុចសញ្ញាកណ្ដឹងម្នាក់មួយដើម្បីទទួលបានការនិទានរឿងផ្សេងៗទៀតសូមអរគុណសូមជម្រាបលា